chẳng chia làm bốn xong chụp giờ số lục rú hai đi nhau màu ta bị check đại lục rú bạn đã làm mọi thứ chẳng chia làm bốn nhung miền form login user name chỉ login form này mình user name và password chẳng môn này nhung login cứ nhung thử cho mơ user name và password với sẵn nhung cho mình check hay nhung cho user trongนี้គឺខ្ញុំបាន set ជា array នេះមួយហើយមាន user name 2គឺមាន admin role admin និង role user ហើយ password 1 2 3 n ចុងពីមុខ user name គឺអក្សរធំហើយចឹងខ្ញុំដឹងហើយ user name ខ្ញុំគឺមាន admin ហើយ password 1 2 3 n ចឹងខ្ញុំទៅ run ឧទាហរណ៍ password ហើយ user name វានឹង OK ហើយនឹងវានឹង load username and password is invalid វា username យើងខុសខ្ញុំបានត្រូវខ្ញុំចូលមកដល់នេះខ្ញុំចូល inventory stock ក្នុងប្រដាប់ management គឺខ្ញុំមាន format មួយសម្រាប់add ប្រដាប់ចូលអញ្ចឹងខ្ញុំបាយឈ្មោះវាbarcode ដាក់ v3 unit price 12 share price 15ហើយ category name ដាក់ជាវាហើយខ្ញុំប្រោទៅ picture យើងចឹងនេះរូបភាពហើយខ្ញុំ save ចឹងវាលុប product create success មានវាជោគជ័យគឺយើង add ចូលហើយគឺមាន ID name អីចឹងទៅចឹងមុននេះខ្ញុំទៅមើលសិនទៅមើល code ខ្ញុំចូល check platform ខ្ញុំចូលប៊ូតុង save แล้ว click វាគឺខ្ញុំមាន category ប្រដាប់មួយនេះខ្ញុំ add category list មាន beer soft drink មួយវិញនេះកន្លែងនេះគឺចូល design នេះកន្លែង category name ពេលដែលខ្ញុំ run ទៅវាមាន load កន្លែង category លោកន្លែង category នេះ3ហ្នឹងលើហើយហ្នឹងគឺមានហ្នឹងហើយនេះគឺជាប៊ូតុង save ប៊ូតុង save នេះដែលយើងចុចទៅវា save ហើយវា add success គឺខ្ញុំ barcode unit price name save price អានេះវាចាប់ ID ពីលេខ1ទៅហើយអានេះជាប៊ូតុង browse ដែលខ្ញុំ browse ទៅហៅភាពមិញហ្នឹងទៅគឺវាបើក file explorer យើងមកយើងប្រើ J file choose ហើយយើងដាក់ឈ្មោះវាជា file chooser ទៅមកយើងដាក់ in មួយប្រកាសជា click បើសិនជា J file ហ្នឹងវាឲ្យវា show open dialog show file explorer យើងតមកនេះ LB photo ហ្នឹងគឺអាកន្លែងរូបភាពនេះគឺខ្ញុំដាក់ឈ្មោះ LB photo គឺវាឲ្យវាទៅចាប់រូបភាពដែលយើងប្រើហ្នឹងប៉ុណ្ណឹងហើយខ្ញុំចូលទៅ inform អាកន្លែង user name password នេះខ្ញុំដាក់ click show password មានថាបើវាស្មើ true មានថាបើយើងចុចទៅឲ្យវាចុចឲ្យវា click ទៅឲ្យវា show password យើងគឺនេះវា show ហើយបើមិនចឹងទេគឺវាចេញសញ្ញាផ្កាយពេលដែលយើងវាយដំបូងទៅ password ហ្នឹងចេញផ្កាយមកទាំងអស់គឺកូដខ្ញុំគឺមានបន្ទាប់មកខ្ញុំចូល login form សាមីខ្ញុំមាន my function នេះគឺប្រកាសវាជា is empty text box ហើយនេះថាពេលដែលយើងអត់ពេញបញ្ចូលអីទាំងអស់មានថាវាអត់ឲ្យវានឹង load add បាននេះគឺឲ្យវានៅមួយកន្លែងហើយក៏ឲ្យវា error ដែរពេលដែលយើងអត់ទាន់ set ហ្នឹងពេលដែលយើងអត់ទាន់ចូលយើងចុច set ទៅវានឹង error ទៅពេលដែលចុចទៅវាអត់អីទេតែយើងបញ្ចូលក្នុង text box ទាំងអស់អី
bạn những chiếc xe tới vì sạc xe hãy ní cứ chỉ sẽ đọc clear tick box chỉ public static void clear tick box nhóm sẽ đọc code nhóm cứ miệng phần năng tế xong off code nó có đúng để bạn thu ra này